ពេចគួមិត្តភាសាបេដូរាល់ថ្ងៃយប់សេញជុកសេញជឹងក្រលឹងរែងព្រួយលែទៅបងនឹកនេះស្នួននឹកគ្មានពេលហើយព្រោះចាំឃើញស្នេហ៍ខលនោះមេព្រោះតែពិសេសពុកម្នាក់ឯងអត់ងឹងเด็กพรูตรุยพรูโอพรูนักโอนักโอบางพญาไปโดนสตรอปอยาโซเสียงอ่องวอล้นตัวมองอาโซบองบองทลายมันดังรุนมิสรุนได้จุดโอนโปรในบองเปចិត្តអូនប្រណីបងទេប្រណីបងទេនេះស្នាប្រណីទេប្រព្រួយប្របងប្រនឹកបងនឹកបងអូនញើបេះដូងស្រពោណែសសៀងអង្វរលំទូលំមកសអូនបងញើសសៀងអង្វរលំទូមុំសូបងផងអូបាទអបអរសាទរម្ដងទៀតដល់បេក្ខជនបេក្ខនីទាំង3រូបអូចាព្រោះមែនតែនប្លែកចាប៉ុន្តែគឺជាពេលវេលាមួយដ៏លំបាកសម្រាប់ខូចសោភាចាពីព្រោះនៅក្នុងវគ្គនេះគាត់បាត់បង់នៅបេក្ខជនរហូតដល់2រូបឯណោះបាទដូច្នេះមុននឹងធ្វើការសម្រេចចិត្តខ្ញុំបាទសូមយោបល់ពីខូចទាំង4រូបបាទជាដំបូងសូមយោបល់ពីខូចសវណ្ណរាជតើមានយោបល់យ៉ាងណាខ្លះចំពោះអ្នកទាំង3បាទសូមជើញបាទអរគុណសម្រាប់បងអូនទាំង3នៅក្នុងវគ្គនេះគឺបានយកមកបកស្រាយនៅបទចម្រៀងមួយបទទូរស័ព្ទប្រាប់អូនបាទនៅក្នុងបទចម្រៀងមួយបទនេះគិតថាมันមានការងាយស្រួលទេនៅក្នុងការបកស្រាយដោយសារគាត់មានបរិបទដល់ទៅ2រូបហើយនារីតែ1រូបក៏ប៉ុន្តែនៅក្នុងវគ្គនេះអ្នកទាំង3ធ្វើបានល្អហើយអារម្មណ៍នៃការច្រៀងចូលមកដំបូងទាំងឲ្យមកគ្នាក្នុងការច្រៀងបានល្អក៏ប៉ុន្តែនៅក្នុងនោះក៏មានគុណវិបត្តិដែរបងអូនខ្លះក៏ធ្វើបានល្អដូចជារុនអញ្ចឹងគាត់ភ្លេចវគ្គកន្លែងដែលគាត់ច្រៀងហ្នឹងហើយត្រង់ស្រែកកន្លែងខាងលើខ្លះគាត់ពេលខ្លះគាត់ដូចជាអត់ដល់ហើយកន្លែងហ្នឹងហើយដែលជាគុណវិបត្តិសម្រាប់គាត់ក៏ប៉ុន្តែការច្រៀងរបស់គាត់អារម្មណ៍នៃកាយវិការរបស់គាត់ក៏ធ្វើបានល្អហើយសម្រាប់បុប្ផាវិញមានអារម្មណ៍ថាចាប់ពី refrain ទៅបងអូនចាប់ផ្ដើមគេថាភ្លាវភាសាធម្មតាហ្នឹងហើយឡើងទៅដល់លើបងអូនវាដូចឡើងអត់ដល់ណោតហើយរៀងភ្លាវដូចជាប្រឹងបន្តិចតែពីដើមមកដំបូងអារម្មណ៍របស់អ្នកទាំង3បកស្រាយបទចម្រៀងមួយបទនេះបានល្អសូមសរសើរសម្រាប់ដូចវិញបងយល់ថាហាក់ដូចជាអត់សូវលឺបន្តិចនៅក្នុងការច្រៀងបទចម្រៀងមួយបទនេះបងអូនបកស្រាយចេញមកហើយតែចំណុចខ្វះខាតរបស់បងអូនត្រង់កន្លែងដែលចូលដំបូងអត់សូវលឺឡើងទៅដល់លើអីអារម្មណ៍របស់បងអូនមានកាយវិការអ្នកទាំង3មានតែខ្ញុំអត់មានសិទ្ធិសម្រាប់ចិត្តថាត្រូវយកមួយណានោះទេទុកពេលវេលានេះឲ្យទៅដល់កញ្ញាពេជ្រសុភាគាត់ជ្រើសថាតើយកបងអូនមួយណានៅក្នុងចំណោមអ្នកទាំង3ជូនពរឲ្យអ្នកទាំង3ជោគជ័យបាទចាអរគុណច្រើនឥឡូវនេះយើងចង់ដឹងពីការយល់ឃើញពីសំណាក់លោកខូចនុបបញ្ញរិទ្ធវិញម្ដងចាយល់ឃើញយ៉ាងណាដែរចំពោះបេក្ខភាពយើងទាំង3អូខេអរគុណសម្រាប់បងយល់ឃើញថាបទចម្រៀងនេះបកស្រាយដល់ទៅ3រូបអញ្ចឹងទៅតម្រូវឲ្យអ្នកទាំង3ត្រូវតែស្វែងរកភាពអស្ចារ្យមួយសម្រាប់ខ្លួនឯងមានន័យថាខំបង្កើតអ្វីដែលជាចំណុចពិសេសដើម្បីឲ្យខ្លួនឯងលេចធ្លោសម្រាប់ដូចគឺប្អូនមានការត្រៀមលក្ខណៈបានល្អនៅពេលដែលចូលច្រៀងដំបូងគឺមានភាពច្បាស់លាស់ច្រៀងនៅកន្លែងកដាលធម្មតាឃ្លាធម្មតាគឺប្អូនអាចធ្វើបានប៉ុន្តែត្រង់ចំណុចដែលស្រែកឡើងនិងចុះគឺពិបាកពេលដែលចុះគឺប្អូនចុះអត់ដល់ហើយពេលដែលស្រែកឡើងគឺស្ដាប់ទៅរៀងដូចថាភ្លាវចំពោះបុប្ផាគឺក៏ដូចគ្នាគឺត្រង់ឃ្លាដែលចាប់ផ្ដើមក៏ដូចជាកដាលមិនទាន់ដល់កន្លែងស្រែកក៏ដូចគ្នាដែលប្អូនអាចធ្វើបានហើយស្ដាប់ទៅគឺពីរោះ
ប៉ុន្តែត្រង់ចំណុចដែលស្រែកឡើងគឺលើសពេលខ្លះគឺលើសតែម្ដងហើយពេលខ្លះបែរជាស្ទើរទៅវិញឃើញថានេះជាចំណុចខ្វះខាតរបស់ប្អូនហើយអញ្ចឹងទៅធ្វើឲ្យយើងស្ដាប់ទៅគឺកន្លែងដែលឡើងហ្នឹងគឺភ្លាវតែម្ដងស្ដាប់ទៅគឺពិបាកនឹងទទួលយកមិនអាចទទួលយកបានចំពោះរុនក៏ដូចគ្នាគឺសំឡេងធ្ងន់ល្អប៉ុន្តែអ្នកទាំង3ជួបបញ្ហាដូចគ្នាគឺកន្លែងដែលចុះខ្លាំងនិងឡើងខ្លាំងប៉ុន្តែបើចំពោះខ្ញុំនឹងមានការពិចារណារវាងបុប្ផាហើយនិងរុនប៉ុន្តែយ៉ាងណាមិញការសម្រេចចិត្តនេះគឺនៅលើសោភាបាទសូមអរគុណបាទសូមយោបល់ពីខូចកញ្ញាតើមានយោបល់យ៉ាងណាដែរបាទសូមជើញបាទចាសម្រាប់ខ្ញុំបេក្ខភាពទាំង3នៅពេលវគ្គ blind audition នឹងមកចូលដល់វគ្គ battle អ្នកទាំង3បានរៀបចំខ្លួននិងមានការវិវត្តខ្លួនទាំងកាយវិការច្រៀងក៏ដូចជាការរៀបចំខ្លួនសម្លៀកបំពាក់អញ្ចឹងដោយឡែកបច្ចេកទេសនៃការច្រៀងដូចពេលដែលបងអូនចាប់ផ្ដើមច្រៀងគឺបានល្អហើយមានទំនុកចិត្តលើខ្លួនឯងក៏ប៉ុន្តែនៅពេលដែលបងអូនស្រែកឡើងទៅដល់លើបងអូនយល់ថាខ្លួនឯងមានសម្លេងកន្លែងនោះដូចមិនទាន់ដល់តែបងអូនធ្វើបានល្អហើយគ្រាន់តែខ្វះខាតនៅមានសម្រាប់បងអូនចំណែកបុប្ផាដូចគ្នាពេលដែលចាប់ផ្ដើមច្រៀងរៀងភ័យបន្តិចនៅមានអាការៈថាភ័យមិនទាន់ស្រឡះក្នុងចិត្តខ្លួនឯងក៏ប៉ុន្តែដល់ពេលចាប់ផ្ដើមច្រៀងស្ដាប់ទៅឮល្អដល់ពេលដល់កន្លែងស្រែកមានកន្លែងផ្្លាត់បន្តិចធ្វើឲ្យចាប់អារម្មណ៍បានចារុនសម្រាប់ខ្ញុំមើលទៅឃើញរុនរៀបចំខ្លួនបានស្អាតតាំងពីវគ្គដំបូងរហូតមកដល់វគ្គនេះគឺដូចជាតារាចម្រៀងទៅហើយជាពិសេសកាយវិការរបស់រុនធ្វើបានល្អគឺថាគាត់មានទំនុកចិត្តខ្លួនឯងក្នុងការច្រៀងក៏ប៉ុន្តែនៅពេលដែលស្ដាប់សម្លេងរបស់រុនហ្នឹងទៅតែផ្ទៀងស្ដាប់បន្តិចគាត់មានសម្លេងរៀងខ្សោយហើយដូចពេលដែលស្រែកឡើងហ្នឹងគឺអត់ខំប្រឹងច្រៀងឲ្យបានខ្លាំងទេតែបទចម្រៀងបាញ់មិញអ្នកទាំង3ធ្វើបានល្អខ្ញុំស្ដាប់ទៅក៏រំភើបហើយពេញចិត្តនឹងអ្នកទាំង3ដូចគ្នាបើសិនជាឲ្យនឹងខ្ញុំជ្រើសរើសខ្ញុំនឹងជ្រើសរើសយករុនចាឥឡូវនេះបន្ទាប់ពីបានស្ដាប់នៅមតិក៏ដូចជាការយល់ឃើញពីសំណាក់ខូចទាំង3រូបរួចហើយឥឡូវនេះយើងចង់ដឹងពីចំណាក់អារម្មណ៍របស់ខូចដែលជាគ្រូបង្វឹករបស់បេក្ខភាពយើងទាំង3សូមអញ្ជើញខូចសុភាអូនេះជាការសម្រេចចិត្តមួយប៉ុន្តែមុននេះខ្ញុំសម្រេចចិត្តដូច្នេះនេះខ្ញុំក៏សូមពីដំបូងនេះខ្ញុំសូមនិយាយអំពីគុណសម្បត្តិនិងគុណវិបត្តិរបស់ដូចសិនគាត់មានសម្លេងរបស់គាត់កន្លែងដែលខ្ញុំធ្លាប់ប្រាប់រយៈពេលដែលយើងហាត់រៀនជាមួយនឹងគ្នាខ្ញុំតែងតែប្រាប់ថាព្យាយាមរកសម្លេងដើមដែលជាសម្លេងខ្លួនឯងដ៏ពិតប្រាកដរកសម្លេងដើមមួយនោះដាក់ទៅកន្លែងដែលយើងត្រូវឡើងច្រៀងនៅកន្លែងតង់ដែលឡើងខ្ពស់ក៏ប៉ុន្តែថ្ងៃនេះកន្លែងនេះបងអូនស្ទើរបន្តិចក៏ប៉ុន្តែបងអូនធ្វើបានល្អទាំងកាយវិការទាំងអស់បងអូនធ្វើបានល្អក៏ប៉ុន្តែអូនស្ទើរកន្លែងហ្នឹងហើយចំពោះបុប្ផាខ្ញុំក៏បានប្រាប់ដែរកន្លែងដែលស្រែកយើងមិនអាចថាកម្លាំងយើងត្រូវតែទប់ខ្លួនឯងថាធ្វើម៉េចថាឲ្យស្រែកទៅមិនឲ្យវាបែកមិនឲ្យវាភ្លាវហើយក៏មិនឲ្យវាញ័រខ្ញុំបានប្រាប់រួចហើយនៅពេលដែលសមដូច្នេះត្រង់នឹងមិនតែប៉ុណ្ណោះគឺអំបញ្ញមិញខ្ញុំស្ដាប់ទៅគឺផ្្លាត់ក៏ប៉ុន្តែក្បាលនេះដើមចូលគឺល្អមែនតែនហើយក៏មានកាយវិការល្អដែរហើយចំពោះរុនដូចគ្នាចាការពិតចាប់ផ្ដើមនៃការច្រៀងពីដំបូងខ្ញុំទទួលស្គាល់ថាស្ទាក់ស្ទើរជាមួយនឹងការចូលដោយមិនសូវជាមានភាពជឿជាក់ក៏ប៉ុន្តែថ្ងៃនេះធ្វើបានល្អមានទាំងកាយវិការមានទាំងសម្លេងនៅក្នុងនោះសម្រាប់ខ្ញុំធ្វើបានល្អដូចគ្នាក៏មានចំណុចខ្វះខាតដូចគ្នាបើសិនជាឲ្យនេះខ្ញុំរើសបើបានទាំង3នេះខ្ញុំប្រកាសជាធ្វើក៏ប៉ុន្តែរយៈពេលដែលយើងហាត់រៀនជាមួយគ្នាអស់ច្រើនសប្តាហ៍បទពិសោធន៍របស់នេះខ្ញុំបានបែងចែកទៅឲ្យអ្នកទាំងអស់គ្នាខ្ញុំតែងតែប្រាប់ខ្ញុំបារម្ភខ្ញុំភ័យខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបានជោគជ័យខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាអ្នកណាម្នាក់ដែលជាកូនរបស់ខ្ញុំកាន់ពាន The Voice ឬក៏ជាអ្នកសិល្បៈមួយដ៏អស្ចារ្យបាទអរគុណឥឡូវនេះដល់ពេលហើយដែលខូចសុភាត្រូវជ្រើសរើសយកបេក្ខជនឬក៏បេក្ខនារីមួយអ្នកដើម្បីទៅវគ្គ live show ថាតើក្នុងចំណោមអ្នកទាំង3នេះខូចសុភាត្រូវជ្រើសរើសយកបេក្ខជនឬក៏បេក្ខនារីរូបណាចាអ្នកដែលខ្ញុំបានត្រៀមចិត្ត
នៅក្នុងថ្ងៃនេះដែលខ្ញុំមើលឃើញផ្ទាល់ដែលខ្ញុំជ្រើសយកទៅនោះគឺត្រូវមានភាពជឿជាក់លើខ្លួនឯងស្រឡាញ់ខ្លួនឯងហើយអ្នកនោះដែលជាកូនប្រុសរបស់ខ្ញុំអ្នកនោះដែលខ្ញុំប្រាប់ហើយធ្វើបានគឺទោះបីជានៅក្នុងពេលនេះបុប្ផាហើយនឹងដូចមិនបានទៅកាន់វគ្គបន្ទាប់ក៏ពិតមែនប៉ុន្តែយើងមានអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានចាជាមួយនឹងកម្មវិធី The Voice Cambodia បុប្ផាបាទមានយោបល់មានអ្វីខ្លះចង់និយាយទៅកាន់ coach ទាំង4រូបជាពិសេសគឺ coach សុភាដែលយើងធ្លាប់បានហ្វឹកហាត់ជាមួយនឹងគាត់ដែលមានយោបល់យ៉ាងណាខ្លះដែរបាទសូមជឿចាមកពេលនេះខ្ញុំអត់មានពីអេថានិយាយទេតែខ្ញុំអរគុណដល់បងដែលបានបង្ហាត់បង្រៀននិងយកចិត្តទុកដាក់លើខ្ញុំបំផុតប៉ុន្តែនេះគឺដោយសារតែខ្ញុំខ្លួនឯងមានលើកក្រោយទៀតមានលើកក្រោយទៀតនេះខាងក្រោយណាកុំអស់សង្ឃឹមចាគឺជាពេលវេលាមួយដែលពិបាកក្នុងការដែលយើងបែកគ្នាបន្ទាប់ពីយើងដូចថាធ្វើការងារជាមួយគ្នាច្រើនសប្តាហ៍ចុះចំណែកដូចចាយកឃើញយ៉ាងណាដែរអូនជាមួយនឹងមតិពីសំណាក់ coach ទាំង4ជាដំបូងខ្ញុំសូមអរគុណដល់ coach អង្គភាពផងដែរដែលបានបង្ហាត់បង្រៀនខ្ញុំដឹងថាខ្ញុំខ្វះខាតកន្លែងហ្នឹងតែខ្ញុំធ្វើវាមិនទាន់ដល់នេះក៏ជាបទពិសោធន៍របស់ខ្ញុំមួយដែរបងបាទប៉ុន្តែខ្ញុំមិនចោះចាញ់ទេខ្ញុំនៅមានវគ្គក្រោយខ្ញុំនឹងមកយកពានរង្វាន់តើបានអរគុណបាទអរគុណច្រើនបាទនេះគឺជាមតិបាទជាយោបល់របស់បេក្ខជនបាទទាំងពីររូបបាទអញ្ចឹងអ្នកទាំងពីរនៅក្នុងឱកាសក្រោយបើសិនជាចូលរួមទៀតបាទជូនពរសម្រាប់អ្នកទាំងពីរត្រូវចងចាំថាការដែលបរាជ័យចាត់ទុកជាមេរៀនដួលកន្លែងណាត្រូវងើបត្រង់កន្លែងនោះវិញបាទតស៊ូក៏បានសម្រាប់អរគុណច្រើនបាទអរគុណសម្រាប់អ្នកទាំងពីរអរគុណសាទរមួយដែរចាជូនពរសម្រាប់អរគុណបាទទោះបីជាអ្នកទាំងពីរមិនបានទទួលជ័យជំនះនៅក្នុងវគ្គ The Battle នេះក៏ពិតមែនប៉ុន្តែភាពក្លាហានភាពដែលទទួលបាននៅការគ្រប់គ្រងពីទស្សនិកជនធ្វើឲ្យគាត់មានកម្លាំងចិត្តបន្ថែមទៀតក្នុងការចូលរួមប្រឡងនៅក្នុងរដូវកាលក្រោយមុនហេតុអីនេះខ្ញុំរើសយកខ្លួនរុនដោយសារតែក្នុងថ្ងៃនេះគឺគាត់ធ្វើបានល្អមែនតើកាយវិការសម្លេងការសម្ដែងរបស់គាត់គឺស័ក្តិសមឥតខ្ចោះសម្រាប់នាងខ្ញុំហើយនេះខ្ញុំរំពឹងទុកថាគាត់នឹងធ្វើល្អបំផុតនៅក្នុងវគ្គ live show មកពេលក្រោយនេះអាកាសក្រោយទៀតបងហើយធ្វើបានល្អហើយមិនធ្វើបានល្អតែក្រោយនេះទៀតបង